បើថ្ងៃនេះអ្នកចាប់ផ្ដើមទទួលអារម្មណ៍ថាជីវិតអ្នកនៅមិនតាន់ទៅដល់កន្លែងដែលអ្នកចង់ឲ្យវាទៅបើអ្នកមានអារម្មណ៍ថាអ្នកខំធ្វើការច្រើនហើយក៏ប៉ុន្តែជីវិតមិនរលូនជីវិតនៅដដែលអ្នកគិតច្រើនសកម្មភាពតិចអ្នកសន្យាជាមួយនឹងខ្លួនឯងជាញឹកញាប់តែបោះបង់ខ្លួនឯងចោលក៏ញឹកញាប់ដែរវីដេអូនៅក្នុងថ្ងៃនេះគឺពុំមែនសម្រាប់មនុស្សល្អឥតខ្ចោះទេវាសម្រាប់មនុស្សដែលចង់កែប្រែប៉ុន្តែមិនដឹងចាប់ផ្ដើមពីចំណុចណាតោះស្ដាប់ឥឡូវនេះហើយកែប្រែទាំងអស់គ្នាសូមចាំចំណុចឲ្យច្បាស់ថាជីវិតមិនកែប្រែដោយការសន្យាដោយការបួងសួងវាយលេខអត្តចេញមកអតុយចាយន្តអក្សរាអ្វីណានោះក៏ទេដែរជីវិតកែប្រែដោយការអនុវត្តដោយការធ្វើចប់ជាប្រចាំ30ថ្ងៃគឺជាពេលវេលាដែលអ្នកចិត្តសាស្ត្រភាគច្រើនគេថាដើម្បីរបត់ផ្លាស់ប្ដូរទម្លាប់ឯណានេះមួយឬក៏3សប្តាហ៍យ៉ាងតិច30ថ្ងៃគឺគ្រប់គ្រាន់មិនមានពេលវេលាវេទមន្តក៏ប៉ុន្តែគឺជាពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតមនុស្សថ្មីម្នាក់មនុស្សថ្មីដែលគិតខុសប្លែកពីមុនមនុស្សថ្មីដែលខើខុសប្លែកពីមុននិងមនុស្សថ្មីដែលរស់ខុសប្លែកជាមុនដើម្បីកែប្រែគុណភាពជីវិតឲ្យប្រសើរជាងមុនដែរត្រូវចាំថាទស្សនៈដ៏ត្រឹមត្រូវគឺចាប់ផ្ដើមមុន30ថ្ងៃអ្នកចាប់ផ្ដើមកែប្រែផ្លាស់ប្ដូរខ្លួនឯងសូមកែប្រែការគិតរបស់អ្នកជាមុនសិនការកែប្រែខ្លួនឯងគឺពុំមែនធ្វើឲ្យអ្នកក្លាយទៅជាមនុស្សផ្សេងក៏ប៉ុន្តែធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលល្អប្រសើរជាងមុនដូចជាប្រធាចារ្យជីមរុនដែលគាត់និយាយអញ្ចឹងការមានគោលដៅការតាំងចិត្តគឺដើម្បីបុព្វហេតុនៃការកែប្រែគុណភាពជីវិតរបស់អ្នកទាំងអស់មនុស្សភាគច្រើនបរាជ័យពុំមែនដោយសារតែពួកគេមិនខិតខំទេតែមូលហេតុគឺដោយសារតែពួកគេផ្លាស់ប្ដូរច្រើនពេកនៅក្នុងរយៈពេលខ្លី30ថ្ងៃនេះយើងមិនទាន់បដូរអ្វីជាធំទេយើងបដូរអ្វីតូចតែធ្វើវាជារៀងរាល់ថ្ងៃដោយចំមិនដាច់ព្រោះថាទម្លាប់តូចវាបង្កើតជីវិតធំ10ថ្ងៃដំបូងកែប្រែការគិត10ថ្ងៃដំបូងគឺសម្រាប់លាងសម្អាតខួរក្បាលថ្ងៃនេះសូមចាប់ផ្ដើមដោយសំណួរមួយតើខ្ញុំគិតអំពីខ្លួនឯងយ៉ាងដូចម្តេចជារៀងរាល់ថ្ងៃអ្នកគួរក្បីអនុវត្តនៅ3ចំណុចនេះឈប់និយាយអវិជ្ជមានអំពីខ្លួនឯងបើអ្នកធ្លាប់និយាយថាខ្ញុំមិនពូកែខ្ញុំមិនអាចខ្ញុំមិនសមបដូរ script នៃការនិយាយទៅជាពាក្យថាខ្ញុំកំពុងតែខិតខំខ្ញុំកំពុងរៀនខ្ញុំកំពុងតែរីកចម្រើនខ្ញុំកំពុងតែកែប្រែអានឬស្ដាប់អ្វីដែលជាវិជ្ជមាន10នាទីនៅក្នុងមួយថ្ងៃអ្វីដែលអ្នកដាក់ចូលនៅក្នុងខួរក្បាលក៏នឹងក្លាយទៅជាអ្វីដែលអ្នកគិតសរសេរកំណត់មុនគេងអ្នកត្រូវតែមានភាពក្លាហាននៅក្នុងការសួរថាថ្ងៃនេះខ្ញុំបានរៀនអ្វីខ្លះហើយ10ថ្ងៃនេះអ្នកកំពុងតែដាក់គ្រាប់ពូជសម្រាប់ជីវិតថ្មីស្រឡាងថ្ងៃទី11ដល់ថ្ងៃទី20កែប្រែសកម្មភាពការគិតល្អបើគ្មានសកម្មភាពវាគ្រាន់តែជាសុបិន20ថ្ងៃកណ្ដាលនេះគឺសម្រាប់កែប្រែអ្វីដែលអ្នកធ្វើរាល់ថ្ងៃដោយចប់មិនដាច់អនុវត្តចំណុចដ៏សាមញ្ញនៅពេលអ្នកក្រោកពីគេងមុនរយៈពេល30នាទីនាព្រឹកព្រហៀមគឺជាពេលដែលខួរក្បាលរបស់អ្នកស្ងប់និងមានអានុភាពដ៏ខ្លាំងក្លាបំផុតវាអាចគិតទៅរករឿងល្អប្រសើរបានច្រើនធ្វើរឿងដ៏សំខាន់បំផុតមួយនៅក្នុងមួយថ្ងៃកុំធ្វើអ្វីច្រើនតែធ្វើអ្វីដែលសំខាន់ធ្វើចលនាដើរឬហាត់ប្រាណយ៉ាងតិច15នាទីបើមានពេលដើរកន្លះម៉ោងរត់តែល្អរាល់ថ្ងៃដែលអ្នកធ្វើទោះតិចតួចប៉ុណ្ណាអ្នកកំពុងតែបង្ហាញខ្លួនឯងថាខ្ញុំគោរពខ្លួនឯងខ្ញុំចាប់ផ្ដើមហើយខ្ញុំបោះជំហានហើយថ្ងៃទី21ដល់ថ្ងៃទី30คล้ายទៅជាមនុស្សថ្មីស្រឡាង30ថ្ងៃចុងក្រោយគឺសរុបបញ្ចូលទម្លាប់ថ្មីទៅក្នុងអត្តសញ្ញាណថ្មីសូមមានភាពក្លាហាននៅក្នុងការសួរខ្លួនឯងឲ្យបានរាល់ថ្ងៃថាតើមនុស្សថ្មីរបស់ខ្ញុំគិតយ៉ាងដូចម្តេចតើមនុស្សថ្មីរបស់ខ្ញុំគេជ្រើសរើស option មួយណាជំរើសមួយណាកុំសួរថាខ្ញុំមានអារម្មណ៍ចង់ធ្វើទេតែសូមសួរថាមនុស្សដែលខ្ញុំចង់ក្លាយគាត់នឹងធ្វើអ្វីនៅពេលដែលអ្នកធ្វើបែបនេះអ្នកមិនត្រឹមតែកែប្រែទម្លាប់ប៉ុណ្ណោះទេតែអ្នកកំពុងតែកែប្រែអត្តសញ្ញាណរបស់អ្នកផងដែរមនុស្សភាគច្រើនចាំថ្ងៃល្អចាំពេលសមស្របចាំអារម្មណ៍មកតែអ្នកបើមិនស្ដាប់វីដេអូនេះដល់ចប់អ្នកមិនដូចមនុស្សភាគច្រើនទេសូមចាំថា30ថ្ងៃបន្តជីវិតអាចនៅដដែលឬក៏អាចคล้ายទៅជាចិត្តថ្មី
គឺវាអាស្រ័យទៅលើអ្វីដែលអ្នកធ្វើនាថ្ងៃនឹងឯងដូច្នេះហើយទោះជា15ថ្ងៃខាងមុខឬក៏30ថ្ងៃខាងមុខអ្នកអាចបដូររបៀបដែលអ្នកគិតអារម្មណ៍ដែលអ្នករស់និងមនុស្សដែលអ្នកខ្លាយជារៀងរហូតតែអ្នកជឿទេមនុស្សភាគច្រើនរស់ជាមួយនឹងជីវិតចាស់ដោយសារតែគំនិតចាស់និងទម្លាប់ចាស់វីដេអូនេះគឺពុំមែនសម្រាប់មនុស្សដែលចង់សប្បាយទេក៏ប៉ុន្តែសម្រាប់មនុស្សដែលចង់ចាប់ផ្ដើមជីវិតថ្មីអំណេះចាប់តាំងតែពីថ្ងៃនេះទៅការដែលយើងខ្លាយទៅជាមនុស្សថ្មីមិនមែនពីការរត់គេចពីអតីតកាលយ៉ាងណាមិញគឺជាការសម្រេចចិត្តដែលមិនអនុញ្ញាតឲ្យអតីតកាលមកគ្រប់គ្រងរញ៉េរញ៉ៃកញ្ញាំកញើជាមួយនឹងអនាគតទៀតអ្នកមិនអាចផ្លាស់ប្ដូរជីវិតដោយគ្រាន់តែចង់ផ្លាស់ប្ដូរជីវិតដោយអ្វីដែលអ្នកធ្វើដតិចតួចទេ15ថ្ងៃខាងមុខមិនមែនធ្វើឲ្យអ្នកល្អឥតខ្ចោះនោះក៏ទេដែរប៉ុន្តែវាធ្វើឲ្យអ្នកល្អជាងម្សិលមិញឆ្ងាយប្រសិនបើអ្នកតាំងចិត្តដ៏មុតមមដើម្បីធ្វើវាឲ្យល្អប្រសើរដូច្នេះហើយជំហានមុនឈានទៅដល់30ថ្ងៃដើម្បីផ្លាស់ប្ដូរអ្នកត្រូវឆ្លងកាត់ឲ្យបាននៅ15ថ្ងៃសិនគឺសម្រាប់សម្បត្តិខួរក្បាលសម្បត្តិការគិតព្រោះជីវិតរបស់អ្នកនៅថ្ងៃនេះគឺជាលទ្ធផលនៃអ្វីដែលអ្នកគិតកាលពីម្សិលមិញជប់បំបញ្ញខ្លួនឯងទៅដោយបណ្ដុំនៃពាក្យអវិជ្ជមានមួយចំនួនដូចជាខ្ញុំមិនអាចខ្ញុំមិនពូកែខ្ញុំអត់សង្ឃឹមអ្នកកំពុងតែបញ្ជាខួរក្បាលឲ្យជឿទៅលើយ៉ាងដូចនេះសូមបដូរពាក្យថាខ្ញុំអាចធ្វើបានខ្ញុំរីករាយខ្ញុំជាមនុស្សល្អខ្ញុំជាមនុស្សវិជ្ជមានត្រូវចាំថាបញ្ចូលអ្វីដែលល្អៗចូលទៅកាន់ខួរក្បាលរបស់អ្នកក៏វាត្រូវការនៅប្រូតេអ៊ីនក៏វាត្រូវការបណ្ដុំនៃការគិតល្អៗប្រៀបដូចជារាងកាយរបស់អ្នកដែរអ្នកបំពាក់បំពន់រាងកាយទៅដោយអាហារល្អខួរក្បាលក៏វាត្រូវការអញ្ចឹងដែរនៅពេលអ្នកស្ដាប់ទៅដោយអ្វីដែលល្អស្ដាប់វីដេអូលើកទឹកចិត្តស្ដាប់អ្វីដែលវិជ្ជមានស្ដាប់អ្វីដែលជំរុញឲ្យអ្នកពុះពោនៅក្នុងការចាប់ផ្ដើមពេលនោះហើយអ្នកក៏នឹងរីកចម្រើនអ្វីដែលអ្នកស្ដាប់ជាញឹកញាប់ក៏នឹងคล้ายទៅជាសម្លេងនៅខាងក្នុងខួរក្បាលអ្នកការគិតល្អបើគ្មានឱកាសវាគ្រាន់តែជាការលួងលោមខ្លួនឯងប៉ុណ្ណោះដូច្នេះមុនពេលដែលអ្នកក្រោកពីគេងនាព្រឹក30នាទីប្រសិនបើអ្នកចាប់ផ្ដើម30នាទីដំបូងដោយអារម្មណ៍ល្អវាអាចទៅកាន់1ម៉ោងដំបូងនៃពេលព្រឹកកាន់តែល្អ2ម៉ោងដំបូងកាន់តែល្អរហូតដល់មួយព្រឹកធំនោះគឺកាន់តែប្រសើររាល់ថ្ងៃសូមសួរខ្លួនឯងថាថ្ងៃនេះរឿងមួយណាដែលធ្វើឲ្យជីវិតរបស់ខ្ញុំប្រសើរឡើងហើយធ្វើវាមិនថាអារម្មណ៍របស់អ្នកបែបណាទេត្រូវតែយកវិន័យជាគោលការណ៍ដ៏សំខាន់នៅក្នុងការជំរុញខ្លួនឯងឲ្យធ្វើថ្ងៃទី9ដល់ថ្ងៃទី10ចលនានៃធម្មពលដោយហាត់ប្រាណលាតសន្ធឹងយ៉ាងតិច15នាទីនៅពេលដែលរាងកាយមានចលនាចិត្តរបស់អ្នកក៏មានចលនាទៅតាមនោះដែរត្រូវចាំថាអ្វីដែលសំខាន់គឺយើងត្រូវតែធ្វើកិច្ចការណាដែលវាអាទិភាពកិច្ចការណាដែលវាបម្រើឲ្យការតាំងចិត្តនិងការប៉ងប្រថានរបស់យើងដើម្បីញ៉ាំងគុណភាពជីវិតរបស់យើងឲ្យទៅខ្ពស់ទៅហួសជាមុនសូមចាប់ផ្ដើមនិយាយថាខ្ញុំគឺជាមនុស្សដែលមានវិន័យខ្ញុំគោរពពេលវេលាខ្ញុំមិនបោះបង់ចោលការបដិញ្ញាចិត្តនៅថ្ងៃទី14ទី15នេះសូមសន្យាទៅកាន់ខ្លួនឯងថាខ្ញុំមិនរងចាំឲ្យជីវិតប្រសើរឡើយខ្ញុំត្រូវតែធ្វើសកម្មភាពខ្ញុំត្រូវតែធ្វើវាឲ្យប្រសើរវាអាចជាពេលវេលាដែលអ្នកមើលរំលងឬក៏ជាពេលវេលាដែលបដូរជីវិតរបស់អ្នកទាំងមូលអ្នកពុំចាំបាច់ធ្វើអ្វីធំអ្នកគ្រាន់តែធ្វើអ្វីដែលត្រឹមត្រូវជារៀងរាល់ថ្ងៃនេះពុំមែនថ្ងៃល្អឥតខ្ចោះតែវាគឺជាថ្ងៃដែលល្អដើម្បីចាប់ផ្ដើមហើយគ្មានទេពេលវេលាអស្ចារ្យមានតែពេលវេលាធម្មតាដែលយើងធ្វើវាឲ្យអស្ចារ្យប៉ុណ្ណោះសូមចាប់ផ្ដើមពីកន្លែងដែលអ្នកស្ថិតនៅជាមួយនឹងអ្វីដែលអ្នកមានទៅតាមពេលវេលាដែលអំណោយផលសម្រាប់អ្នកត្រូវចាំថាភាពជោគជ័យគឺជារឿងដែលកើតឡើងដោយការស្រូបទាញដូច្នេះអ្នកត្រូវតែធ្វើជាមនុស្សដែលមានទំនាញម្នាក់អ្វីដែលយើងរៀបរាប់មក9នាទីនេះមានន័យថានៅពេលដែលអរិយាប័ត្ររបស់អ្នកជាមួយនឹងអរិយាប័ត្រល្អត្រូវចាំថាជីវិតដ៏អស្ចារ្យបំផុតវាគឺជាការធ្វើឲ្យប្រសើរឡើងជាប្រចាំនិងជាបន្តបន្ទាប់នៅក្នុងផ្នែកផ្សេងទៀតជាច្រើនអ្វីណាដែលយើងដឹងថាជាចំណុចខ្សោយយើងកែប្រែវាឲ្យខ្លាំងពង្រឹងវាឲ្យកាន់តែប្រសើរអ្វីណាដែលយើងធ្វើបានល្អហើយធ្វើវាឲ្យកាន់តែប្រសើរឡើងទៅទៀតភាពតានតឹងឬក៏ភាពតប់ប្រមល់ការខកបំណងការគ្មានក្តីសុខនិងការធុញទ្រាន់ទាំងអស់នេះយើងអាចបោះវាជាឆ្ងាយកំចាត់វាចោលបានតាមរយៈការគិតដ៏ត្រឹមត្រូវមួយបាត់អីថាយើងទាំងអស់គ្នាគឺកំពុងតែរស់នៅក្នុងយុគសម័យដ៏អស្ចារ្យបំផុតជាមួយនឹងឱកាស
និងប្រភពធនធានជាច្រើនដែលមកជួយជ្រោមជ្រែងជីវិតរបស់យើងឲ្យកាន់តែរលូននិងកាន់តែប្រសើរប៉ុន្តែគ្រាន់តែថាយើងភាគច្រើនពុំបានប្រើសក្តានុពលដែលគ្មានដែនកំណត់ដែលមាននៅក្នុងខ្លួនយើងឲ្យអស់គ្រប់គ្នាទេតើអ្នកធ្លាប់មានអារម្មណ៍ហាក់បីដូចជាថាជីវិតដែលអ្នកចង់រស់នៅនិងជីវិតដែលអ្នកដឹងថាអ្នកអាចคลายទៅជានរណាវាកំពុងតែនៅឆ្ងាយទៅពីដៃរបស់អ្នកទេតើអ្នកធ្លាប់មានអារម្មណ៍ហាក់បីដូចជាអ្នកកំពុងតែដេញតាមសក្តានុពលរបស់ខ្លួនទាំងដែលអ្នកដឹងថាអ្នកនៅទីនេះអ្នកអាចមើលវាក៏ប៉ុន្តែអ្នកមិនអាចចាប់វាបានដែរទេនៅពេលដែលអ្នកមើលឃើញមនុស្សដែលកំពុងតែធ្វើបានត្រង់ល្អនៅក្នុងផ្នែកអ្វីមួយដែលអ្នកធ្វើមិនបានល្អតែវាហាក់បីដូចជាពួកគេដឹងពីវាគ្រប់យ៉ាងហាក់បីដូចជាពួកគេដឹងពីអ្វីមួយដែលអ្នកមិនដឹងព្រោះបើអ្នកដឹងពីវាអ្នកនឹងធ្វើវាបានល្អនៅក្នុងផ្នែកនោះដែរឬទេយើងភាគច្រើនរស់នៅក្នុងជីវិតដែលឃ្លាតឆ្ងាយពីសក្តានុពលភាពរបស់ខ្លួនគម្លាតដែលបែងចែកយើងជានរណាចេញពីយើងខ្លាយទៅជានរណាយើងរមែងខកចិត្តចំពោះខ្លួនឯងខ្វះការជំរុញទឹកចិត្តជាបន្តបន្ទាប់រហូតយើងព្យាយាមដើម្បីបង្កើតលទ្ធផលអ្វីមួយដែលផ្អែកជាច្រើននៃជីវិតរបស់យើងបានចំណាយពេលច្រើនណាស់គិតអំពីសកម្មភាពដែលយើងគួរធ្វើដើម្បីបង្កើតលទ្ធផលដែលយើងចង់បានយ៉ាងណាមិញបន្ទាប់ពីយើងមិនធ្វើសកម្មភាពទាំងអស់នោះទេយើងសិតតែបានដឹងពីអ្វីដែលយើងត្រូវធ្វើយើងគ្រាន់តែពុំបានធ្វើអ្វីដែលយើងត្រូវដឹងប៉ុណ្ណោះតើអ្នកអញ្ចឹងដែរទេបើសិនបើអញ្ចឹងមែនខ្ញុំគិតថាវាដល់ពេលហើយដែលអ្នកត្រូវតែកែប្រែដូច្នេះហើយអ្នកត្រូវតែសួរដូចអ្វីដែលខ្ញុំសួរមិញអញ្ចឹងគម្លាតនៃសក្តានុពលនេះវាមានទំហំខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់អាស្រ័យទៅលើទម្លាប់ដែលគេធ្វើនាពេលខណៈនីមួយៗអ្នកអាចមានអារម្មណ៍ថាហាក់បីដូចជានៅចិត្តសក្តានុពលបច្ចុប្បន្ននិងថាអ្នកកំពុងតែកែសម្រួលបន្តិចបន្តួចដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរទាំងស្រុងឬវាអាចមានអារម្មណ៍ផ្ទុយពីនឹងវាហាក់បីដូចជាសក្តានុពលភាពរបស់អ្នកវានៅឆ្ងាយថាអ្នកជានរណាដែលអ្នកខ្លួនឯងមិនទាំងដឹងផងទេពីកន្លែងដើម្បីចាប់ផ្ដើមមិនថាករណីណាក៏ដោយចុះសម្រាប់អ្នកចូលដឹងថាវាអាចទៅរួចនិងអាចសម្រេចបានសម្រាប់អ្នកនៅក្នុងការរស់នៅក្នុងជីវិតនៅក្នុងផ្នែកដែលត្រឹមត្រូវជាមួយនឹងសក្តានុពលភាពដ៏អស្ចារ្យរបស់ខ្លួនដើម្បីកែប្រែគុណភាពជីវិតនេះឲ្យកាន់តែប្រសើរឡើងជាលំដាប់បើទោះបីជាអ្នកកំពុងតែអង្គុយនៅក្នុងផ្នែកខុសគ្នានៃកម្រិតសក្តានុពលដ៏ធំបំផុតរបស់ខ្លួននិងកំពុងតែឆ្ងល់ថាអ្នកនឹងទៅផ្នែកម្ខាងទៀតឬក៏កំពុងតែធ្វើតាមវិធីណាក៏ដោយចុះនៅពេលអ្នកនៅជាប់កន្លែងណាមួយនិងមិនអាចបិទគម្លាតនោះដើម្បីទៅកាន់កម្រិតបន្តបាននោះអ្នកត្រូវតែកែប្រែអ្នកត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យជីវិតរបស់អ្នកទៅកាន់តែប្រសើរឡើងហើយមិនត្រូវទទួលយកទៅជាងអ្វីដែលអ្នកគួរតែទទួលបាននៅក្នុងជីវិតទេបើមិនទំនងកុំយកតតែត្រូវតាមស្តង់ដារចាំអ្នកយកវាដូច្នេះហើយពេលព្រឹកគឺជាពេលបឋមដល់ដំបូងដើម្បីធ្វើរឿងនេះឲ្យកាន់តែប្រសើរតើអ្នកវិនិយោគពេលវេលាទៅលើការធ្វើឲ្យខ្លួនឯងមានចិត្តស្ងប់និងបង្កើតសហភាពចិត្តដ៏ល្អដើម្បីដឹកនាំជីវិតពេញមួយថ្ងៃទេឬថាតើអ្នករមែងចង់នៅសង្ងំរហូតតតែអ្នកមានអ្វីមួយកើតឡើងទេតើពាក្យសន្តិភាពស្ងប់ស្ងាត់ឬក៏ភាពរីករាយពិពណ៌នាពីពេលព្រឹកជាប្រចាំរបស់អ្នកដែរទេប្រសិនបើបែបនេះវាជារឿងល្អហើយបន្តធ្វើវាទៅខ្ញុំគាំទ្រអ្នកធ្វើល្អជាងអ្នកដទៃឆ្ងាយណាស់ទៅហើយសម្រាប់មនុស្សយើងភាគច្រើនដូចជាថាប្រញាប់រុះរាន់តានតឹងឬក៏ជ្រួយរបល់វាអាចជាការរៀបរាប់អំពីពេលព្រឹករបស់គេអ្នកខ្លះឡាយតែកាហ្វេទៅធ្វើការមិនតាន់អ្នកខ្លះភ្ញាក់ពីព្រលឹមបន្តិចបន្តួចដើម្បីចាប់ផ្ដើមការងារអ្នកខ្លះគេងមិនស្ដាប់ម៉ោងរោមិនឮជាដើមអ្វីទាំងអស់នេះវាសត្វតែកើតឡើងនៅពេលដែលយើងត្រៀមខ្លួនមិនបានល្អពីពេលយប់ទៅដោយដែលអត្ថបទមុននេះអញ្ចឹងខ្ញុំថាប្រសិនបើយើងចូលគេងដោយការពេញចិត្តព្រឹកឡើងយើងច្បាស់ជាភ្ញាក់ពីគេងដោយការសប្បាយចិត្តដែរសម្រាប់មនុស្សភាគច្រើនពេលព្រឹករមែងប្រញាប់ប្រញាល់និងរុះរាន់យើងរមែងរវល់ព្យាយាមត្រៀមខ្លួនឯងសម្រាប់ពេលថ្ងៃហើយចិត្តរបស់យើងក៏រមែងញ៉ាំញីជាមួយនឹងចិត្តជ្រួលច្របល់ពីខាងក្នុងពីអ្វីដែលយើងត្រូវធ្វើពីកន្លែងដែលយើងត្រូវទៅជួបនរណាយើងបានភ្លេចហេតុការណ៍ដែលយើងកំពុងតែរុះរាន់ការឆ្លោះប្រកែកជាមួយនឹងអ្នកដទៃឬក៏សមាជិកគ្រួសារជាដើមមនុស្សភាគច្រើនបំផុតនាពេលព្រឹកមានអារម្មណ៍តានតឹងប្រញាប់ប្រញាល់និងស្ពឹកស្រពន់និងគ្មានប្រតិភិបអ្វីទាំងអស់នេះគ្មានណាមួយដែលជាវិធីដ៏ល្អនៅក្នុងការចាប់ផ្ដើមទេភាពស្ងប់ស្ងាត់
គឺជាវិធីដ៏ល្អបំផុតដើម្បីបន្ថយភាពតានតឹងភ្លាមនៅខណៈដែលកំពុងតែបង្កើនសតិនិងដឹងខ្លួនឯងថាយើងកំពុងតែធ្វើអ្វីបានល្អប្រសើរកម្រិតណាតើសកម្មភាពនឹងវាពំនាំលទ្ធផលដ៏ល្អប្រសើរសម្រាប់យើងទេបើថាវាមិនបានពំនាំទេយើងត្រូវតែផ្លាស់ប្ដូរសើរើវាឡើងវិញទៅធ្វើរឿងអ្វីដែលត្រឹមត្រូវនិងមានប្រយោជន៍ជាងនឹងទៅការដែលយើងរៀនផ្ដោតរៀនបង្ហាញចំណាប់អារម្មណ៍ចំពោះកិច្ចការស្នូលដើម្បីធ្វើវាឲ្យកាន់តែប្រសើរវាប្រៀបបីដូចជាអ្នកមានសមាធិទៅលើកិច្ចការណាមួយតែម្យ៉ាងការធ្វើដូចនេះវាគឺជាបណ្ដុំនៃធម៌ពលភាពខ្នះខ្នែងនិងមានមោទនភាពលើខ្លួនឯងការធ្វើកិច្ចការសំខាន់ឲ្យរួចរាល់នេះគឺវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងគ្រប់ខ្លួនឯងកាន់តែច្រើនឡើងថែមទាំងចង់ធ្វើការដែលមានតម្លៃកាន់តែច្រើនជាងមុនផងដែរគ្រប់គ្នាសិតតែមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាជើងឯកថាខ្លួនឯងប្រៀបដូចជាអ្នកឈ្នះក៏ដូចជាចង់រក្សាអារម្មណ៍ទាំងអស់នោះឲ្យនៅជាមួយយើងរហូតតើធ្វើយ៉ាងណាទើបអ្នកទទួលបាននៅអារម្មណ៍ទាំងអស់នេះចម្លើយគឺវាសាមញ្ញទេអ្នកត្រូវតែឈ្នះអ្នកអាចឈ្នះខ្លួនឯងបានដោយការចាប់ផ្ដើមពីការធ្វើការងារសំខាន់ឲ្យរួចរាល់រាល់លើកដែលអ្នកធ្វើការងារសំខាន់រួចរាល់អារម្មណ៍របស់អ្នកក៏នឹងរីករាយមានក្តីសុខនិងបង្កើនគំនិតច្នៃប្រឌិតកាន់តែច្រើនជាងមុនក្រៅពីនេះទៀតសោតការធ្វើការងារសំខាន់ឲ្យរួចរាល់គឺធ្វើអ្នកមានមន្តស្នេហ៍ជាងមុនគ្រាន់តែចាប់ផ្ដើមធ្វើការងារសំខាន់រួចរាល់និងបន្តធ្វើឲ្យបានសម្រេចនោះអ្នកក៏ចាប់ផ្ដើមស្វែងយល់ថាអ្នកអាចកែប្រែខ្លួនឯងអ្នកបង្កើនគុណភាពជីវិតខ្លួនឯងបានកាន់តែប្រសើរដូចនេះអាទិភាពនៅតែជារឿងសំខាន់បញ្ជីនៃការងារនៅតែជារឿងសំខាន់នៅពេលអ្នកបដិញ្ញាចិត្តនៅក្នុងការបំពេញទៅតាម checklist ប្រចាំថ្ងៃរបស់ខ្លួនឲ្យបានល្អអ្នកក៏នឹងក្លាយទៅជាមនុស្សដែលមានរបៀបការរៀងលំដាប់នៃភាពសំខាន់គឺជារឿងដែលល្អប្រសើរដំណាក់កាលបន្តនៃការគ្រប់គ្រងពេលវេលាបែបនេះគឺវាជួយឲ្យជីវិតរបស់អ្នកមានតុល្យភាពជាងមុនចាប់ផ្ដើមពីការធ្វើការងារសំខាន់បំផុតភ្លាមៗអ្នកត្រូវតែផ្ដោតទៅលើការងារសំខាន់បំផុតតែម្យ៉ាងហើយធ្វើវារហូតតតែបានសម្រេចរាល់ភាពជោគជ័យនៅក្នុងជីវិតវាគឺជាលទ្ធផលដែលកើតចេញពីការធ្វើការងារឲ្យរួចរាល់មានតែការចាប់ផ្ដើមធ្វើការងារសំខាន់ឲ្យរួចរាល់ប៉ុណ្ណោះទេដែលនឹងធ្វើឲ្យអ្នកបង្កើតលទ្ធផលដ៏ធំដុំនៅក្នុងជីវិតបានហើយលទ្ធផលគឺគ្រប់យ៉ាងដែលអ្នកប្រាថ្នានៅពេលអ្នកធ្វើការឆ្លាស់គ្នាឬក៏ដែលហៅថាការធ្វើការច្រើនព្រមគ្នានៅពេលអ្នកបែរប្រាក់ងាកក្រោយត្រឡប់ទៅធ្វើការនីមួយៗអ្នកត្រូវខាត់ពេលអង្គុយសាររើនៅការចងចាំថាតើធ្វើដល់ណាហើយត្រៀមខ្លួនធ្វើរឿងផ្សេងទៀតនៃបន្តនៃការងារនោះដូច្នេះហើយការធ្វើឆ្លាស់គ្នាបែបនេះអាចធ្វើអ្នកប្រើពេលវេលានៅក្នុងការធ្វើការងារនោះរហូតដល់5ដងបើធៀបទៅនឹងការផ្ដោតទៅលើការងារតែម្យ៉ាងនឹងធ្វើវារហូតតតែរួចរាល់ដូច្នេះហើយនៅពេលអ្នកផ្ដល់តម្លៃទៅលើការធ្វើរួចរាល់អ្នកនឹងគ្មានពេលដំអកនៅក្នុងការធ្វើវាទៀតឡើយអ្នកពិតជាអាចយកឈ្នះវាបានដើម្បីយកឈ្នះការបញ្ជាពេលដើម្បីយកឈ្នះនៅការដំអកបានអ្នកត្រូវតែចាំថាអ្នកត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចការទាំងឡាយទាំងពួងដែលអ្នកធ្វើដោយមួយនៅក្នុងចំណោមបច្ចេកវិទ្យាដែលមានប្រយោជន៍បំផុតនៅក្នុងការត្រៀមខ្លួនរបស់អ្នកនោះគឺត្រៀមគ្រប់យ៉ាងដែលត្រូវប្រើហើយដំណាក់កាលបឋមនេះគឺវាជួយឲ្យអ្នកធ្វើដំណាក់កាលនីមួយៗបានកាន់តែប្រសើរឡើងកំណត់ពេលវេលានៅពេលអ្នកតាំងចិត្តយ៉ាងមុតមាំថានឹងផ្ដោតទៅលើការងារសំខាន់ជាបន្តរយៈពេល15នាទីហើយសម្រាប់ការធ្វើបែបនេះក៏នឹងជួយបង្កើនកម្លាំងជំរុញការងារហើយជាញឹកញាប់អ្នកក៏នឹងឃើញថាខ្លួនឯងចាប់ផ្ដើមផ្ដោតលើការងារបានកាន់តែយូរនិងកាន់តែប្រសើរជាបន្តការផ្ដល់រង្វាន់ដល់ខ្លួនឯងរាល់លើកដែលអ្នកធ្វើការងារនីមួយៗបានសម្រេចការធ្វើបែបនេះក៏វាជួយឲ្យចិត្តរបស់អ្នកមានថាមពលជំនួយឲ្យការគិតទៅដល់ការងាររហូតដល់ដំអកអ្នកក៏នឹងងាកទៅចាប់អារម្មណ៍នៅក្នុងការផ្ដល់រង្វាន់និងលើកទឹកចិត្តខ្លួនឯងនៅក្នុងការធ្វើវាវិន័យស្រមៃថាអ្នកត្រូវទៅធ្វើដំណើរនៅក្រៅក្រុងជាបន្តរយៈពេល1ខែមុនពេលដែលអ្នកត្រូវតែធ្វើការងារសំខាន់ឲ្យរួចរាល់តើអ្នកសាកសួរហើយឆ្លើយទៅមើលថាតើការងារនោះគឺជាការងារអ្វីបើអ្នករកឃើញអ្នកអាចស្វែងរកអ្វីដែលសំខាន់នឹងអាទិភាពហើយអ្នកអាចបែងចែកទៅតាមលំដាប់មុនក្រោយហើយ
អ្នកត្រូវតាំងចិត្តដ៏មុតមមអំណែចាប់តាំងតែពីថ្ងៃនេះទៅអ្នកនឹងឈប់ដំណក់ទៀតហើយមនុស្សភាគច្រើននិយាយថាការដំណក់គឺជាចោលលួចពេលវេលាតែបើយើងនិយាយមែនទែនទៅការដំណក់គឺជាចោលលួចជីវិតអ្វីដែលល្អរឿងដែលអ្នកធ្វើដដែលវានឹងវិវត្តទៅជាទម្លាប់បើអ្នករៀបចំរបបការងារជ្រើសរើសការងារដែលសំខាន់បំផុតហើយធ្វើការងារនោះភ្លាមជាបន្តរាល់ថ្ងៃមិនយូរប៉ុន្មានការងារចាប់ផ្ដើមធ្វើសំខាន់ឲ្យឆាប់ហើយវាក៏នឹងคล้ายទៅជាទម្លាប់ជាប់តាមខ្លួនរហូតហើយអ្នកកាន់តែមានប្រសិទ្ធភាពឡើងធ្វើវាបានកាន់តែល្អជាងមុនហើយកម្រិតនៃមោទនភាពរបស់ខ្លួនឯងក៏កាន់តែច្រើនឡើងដែរនៅពេលអ្នកបន្តធ្វើរឿងល្អដោយចំមិនដាច់អ្នកក៏នឹងដាំបណ្ដោះទម្លាប់នៃរឿងល្អៗនោះឲ្យខ្លួនឯងហើយអ្នកក៏នឹងคล้ายទៅជាមនុស្សដែលច្បាស់លាស់คล้ายទៅជាមនុស្សល្អរាល់កិច្ចការទាំងឡាយទាំងពួងដែលអ្នកធ្វើអ្នកនឹងធ្វើវារហូតដល់តែហើយរួចរាល់ត្រូវចាំថាអ្វីផ្សេងសិតតែអាចរៀនសិតតែអាចអភិវឌ្ឍបាននៅក្នុងជីវិតអ្នកអាចរៀនជំនាញជាច្រើនជាពិសេសជំនាញនៅក្នុងការគ្រប់គ្រងពេលវេលានិងរៀបចំឥរិយាបថការគ្រប់គ្រងពេលវេលានេះគឺជាអ្វីដែលអ្នកអាចរៀនបានហើយចាំបាច់ត្រូវតែរៀនអ្នកអាចវិវត្តខ្លួនទៅជាបុគ្គលដែលពូកែគ្រប់គ្រងពេលវេលាដ៏អស្ចារ្យនៅពេលអ្នកតាំងចិត្តថាអ្នកមិនអាចខ្ជិះខ្ជាយពេលវេលាបានទៀតឡើយអ្វីដែលល្អការខ្វះជំនាញគ្រប់គ្រងពេលវេលាអាចជាមូលហេតុមួយដែលធ្វើឲ្យអ្នកធ្វើលទ្ធផលការងារមិនសូវល្អក៏ប៉ុន្តែនៅពេលដែលអ្នកបង្វឹកវាអ្នកក៏នឹងកាន់តែឃើញប្រសិទ្ធភាពអ្នកកាន់តែរកឃើញវិធីសាស្ត្រដ៏សាមញ្ញដើម្បីកែប្រែវាដូច្នេះហើយអំណែចាប់តាំងតែពីថ្ងៃនេះទៅចូលរៀបគម្រោងទុកសម្រាប់ថ្ងៃស្អែកហើយធ្វើទៅតាមគម្រោងនីមួយៗជានិច្ចធ្វើបែបនេះរហូតតទៅវាคล้ายទៅជាទម្លាប់ជាប់តាមសន្តានដ៏ល្អបំផុតជ្រើសរើសការងារមួយយ៉ាងដែលសំខាន់បំផុតនាថ្ងៃនេះចាប់ផ្ដើមធ្វើវាដោយភ្លាមហើយបង្ខំខ្លួនឯងឲ្យផ្ដោតទៅលើការងារនោះរហូតតទៅរួចរាល់ពេលនោះហើយអ្នកក៏នឹងឃើញថាអ្នកអាចធ្វើកិច្ចការច្រើនបានកាន់តែល្អនៅក្នុងជីវិតកត្តាទាំង4នេះវាជួយឲ្យអ្នកកាន់តែមានតុល្យភាពការធ្វើរឿងមួយចំនួនឲ្យបានច្រើនថាតើអ្នកគួរតែធ្វើរឿងអ្វីឲ្យបានច្រើនឡើងប្រសិនបើអ្នកចង់មានសេចក្តីសុខសាន្តត្រាណហើយបង្កើនគុណភាពជីវិតឲ្យកាន់តែប្រសើរចម្លើយគឺរឿងគ្រប់យ៉ាងដែលជួយអ្នកទទួលបានលទ្ធផលតាមដែលអ្នកត្រូវការមានក្តីសុខមានអារម្មណ៍ល្អចំពោះជីវិតផ្ទាល់ខ្លួនក៏ដូចជាអាជីពការងាររបស់អ្នកជាដើមការធ្វើរឿងមួយចំនួនឲ្យទៅជាងមុនអ្វីទៅគឺជារឿងដែលអ្នកគួរតែធ្វើឲ្យទៅជាងមុនចម្លើយគឺវាសាមញ្ញទេរឿងទាំងឡាយឯណាដែលវាមិនបំរើឲ្យគោលដៅដែលវាមិនបំរើឲ្យការតាំងចិត្តក៏ដូចជាផលប្រយោជន៍នៅក្នុងជីវិតរបស់អ្នកការចាប់ផ្ដើមធ្វើរឿងមួយចំនួនដែលមិនតាន់ធ្វើប្រសិនបើអ្នកឃើញថាការដើរឬក៏ការរត់ហាត់ប្រាណរយៈពេល30នាទីជួយឲ្យជីវិតរបស់អ្នកប្រសើរតែអ្នកមិនតាន់មានពេលធ្វើវាអ្នកត្រូវតែលៃលកពេលវេលាដើម្បីធ្វើវាឲ្យបានល្អបំផុតមនុស្សគ្រប់គ្នាសិតតែចាប់ផ្ដើមភ្លេចខ្លួនដោយចូលនៅក្នុងដែនកំណត់នៃភាពសប្បាយចិត្តនិងធ្វើការងារមួយចំនួនដែលធ្លាប់ធ្វើទោះជាគ្មានប្រយោជន៍ក៏ដោយតែអ្វីដែលសំខាន់នោះគឺអ្នកចាំបាច់ត្រូវចាប់ផ្ដើមធ្វើអំណេះចាប់តាំងតែពីថ្ងៃនេះទៅដើម្បីបង្កើនគុណភាពជីវិតដ៏វិសេសវិសាលសម្រាប់ពេលខាងមុខតើភារកិច្ចអ្វីថ្មីដែលអ្នកត្រូវធ្វើរឿងថ្មីដែលអ្នកត្រូវរៀនក៏ដូចជាគោលដៅថ្មីដែលអ្នកត្រូវតែកំណត់មកបំពាក់បំពន់ឲ្យខ្លួនឯងអ្នកកាន់តែមានគោលដៅអ្នកកាន់តែខំទន្ទឹមនឹងនេះដែររឿងមួយចំនួនក៏អ្នកត្រូវតែឈប់ធ្វើវិធីគិតបែបត្រឡប់ទៅលោកចំណុចចាប់ផ្ដើមហើយសួរខ្លួនឯងថាតើកត្តាអ្វីខ្លះរឿងអ្វីខ្លះដែលអ្នកគួរតែឈប់ធ្វើដើម្បីអ្នកអាចលៃលកពេលវេលាបន្ថែមទៅធ្វើរឿងទាំងឡាយឯណាដែលល្អប្រសើរជាងនេះរាល់លើកដែលអ្នកគ្រប់គ្រងពេលវេលាចាត់ការរឿងផ្ទាល់ខ្លួនបើគ្មានក្តីសុខដោយហេតុផលអ្វីក៏ដោយចោះចូលចាំថាអ្វីទៅគឺជារឿងដែលខ្ញុំត្រូវធ្វើឲ្យបានច្រើនជាងមុនធ្វើតិចជាងមុនចាប់ផ្ដើមធ្វើឬក៏ឈប់ធ្វើនៅពេលដែលអ្នករកឃើញចម្លើយពេលនោះហើយអ្នកក៏រកឃើញថាជីវិតរបស់អ្នកនឹងដើរទៅរកភាពល្អប្រសើរឬក៏ដើរទៅរកភាពអន់ថយអ្វីគ្រប់យ៉ាងគឺវាចាប់ផ្ដើមពីផ្នត់គំនិតរបស់អ្នកជាមុនគិតត្រូវជីវិតរបស់អ្នកកាន់តែប្រសើរ